ជំរាបសួរទាំងអស់គ្នានេះគឺជាសកម្មភាពដំណើរកម្សាន្តរបស់ក្រុមយើងខ្ញុំដែលបានធ្វើដំណើរកម្សាន្តទៅលេងនៅខេត្តសៀមរាបចំនួនរយៈពេល2 យប់ 3 ថ្ងៃតែនិយាយទៅដូចតែ3 យប់ 3 ថ្ងៃដែរព្រោះពេលឡើងឡានម៉ោង 3 ព្រឹកពេលចុះពីលើឡានមកដល់ផ្ទះវិញម៉ោង 1 ព្រឹកអញ្ចឹងហើយសូមជូនជាវីដេអូទុកជាកម្រងអនុស្សាវរីយ៍ទាំងអស់គ្នាឥឡូវនេះបានមកដល់ទឹកដីខេត្តកំពង់ធំហើយឥឡូវនេះក៏បានហួសពីស្ពាននងមកផុតទឹកដីកំពង់ធំចូលដល់ស្ពានកំពង់ក្ដីស្ពាននេះដែរគឺបុព្វបុរសយើងកសាងឡើងយ៉ាងមាំមែនតែនចាហើយមើលម្នាក់ញញឹមរីករាយស្រស់ស្រាយទេសភាពគ្រាន់តែមកដល់ទឹកដីកំពង់ក្ដីនឹងភ្លាមគឺថាទេសភាពចាប់ផ្ដើមខៀវខ្ចីហើយថ្មដាក់តម្រៀបបន្ទប់លើគ្នាកើតទៅជាស្ពានយ៉ាងស្រស់ស្អាតដោយបុព្វបុរសយើងគាត់គិតកម្លាំងគាត់ខ្លាំងប្រកែមែនតែនហើយស្ពាននេះដែរមាំល្អហើយស្អាតទេសភាពគឺស្អាតមែនតែនហើយបន្ទាប់មកក៏បានទៅដល់បាគួងហើយក៏ចាប់ផ្ដើមឈប់សម្រាកហូបបាយនៅទីនោះផងដែរម្ហូបនៅទីនោះឆ្ងាញ់ហើយតម្លៃក៏សមរម្យចំណែកឯបាយវិញក៏មានរសជាតិឆ្ងាញ់គឺអង្ករសម្រូបផងដែរហើយសម្រាប់យើងទាំងអស់គ្នាប្រជាជនខ្មែរគឺតែងតែហូបបាយដោយប្រើដៃហើយនៅទីនេះគឺមានបើយើងហូបសឡទឹកក៏គេដាក់លាព្រាឲ្យដែរតែបើយើងហូបក្រៀមគឺយើងញ៉ាំនឹងដៃហើយបន្ទាប់មកយើងក៏បានមកដល់ទស្សនៈឈប់សម្រាកបន្ទាប់មកទៀតយើងក៏បានឡើងឡានទៅទៀតដែរចាគឺត្រៀមឡើងឡានទៅលេងភ្នំបាខែងឡើងភ្នំបាខែងមើលថ្ងៃលិចអីចឹងណាតែលក្ខណៈដូចថាខ្ញុំមានកូនក្មេងកូនតូចមកជាមួយចឹងអត់បាននៅមើលដល់ថ្ងៃលិចទេស្ដាយដែរហ្នឹងពេលហ្នឹងតែធ្វើម៉េចបើកូនតូចគេឲ្យឡើងអញ្ចឹងទៅផ្ញើកូននៅបងគាត់នៅខាងក្រោមដែលគាត់អត់បានឡើងទៅណាហើយឥឡូវនេះគឺជាទេសភាពដែលនៅតាមបណ្ដោយផ្លូវទៅភ្នំបាខែងអញ្ចឹងណាហើយសម្រាប់ឯទៅកងឡានវិញគឺគាត់ដឹងពេលវេលាហ្មងគាត់ដឹងពេលវេលាថាពេលណាត្រូវទៅកន្លែងណាពេលណាត្រូវទៅតំបន់ណាអញ្ចឹងណាហើយគាត់ជូនពួកខ្ញុំនឹងទៅដោយសុបាយចិត្តរីករាយមែនតើគាត់រៀបចំ plan រៀបចំគម្រោងឲ្យក្រុមរបស់ខ្ញុំនឹងទៅដោយរលូនតែម្ដងហើយចាំមើលទេសភាពតាមដងផ្លូវគឺថាខៀវខ្ចីនិយាយរួមបើឃើញផ្ទាល់គឺតែចាក់ចិត្តមែនតើកង្វល់អីចឹងយើងទុកម្ដុំសិនទៅដល់នោះគឺភ្លេចអស់លេងហ្មងហើយចឹងទៅស្រស់ស្រាយមានអារម្មណ៍ថាដូចថាយើងបំបត្តិនៅភាពតានតឹងយើងបានមួយរយៈដែរណាបានច្រើនដែរហើយនេះយើងចាប់ផ្ដើមធ្វើដំណើរទៅម្នាក់ទឹកមុខពោពេញដោយស្នាមញញឹមរីករាយទាំងអស់គ្នាពេលទៅនឹងឯងហើយនេះពេលទៅដល់ក៏ចាប់ផ្ដើមចុះពីលើឡានហើយមានគេលក់អីវ៉ាន់ច្រើនណាប៉ុន្តែខ្ញុំអត់បានថតទេហើយនេះចាប់ផ្ដើមហើយដឹកដៃគ្នាឡើងភ្នំបាខែងហើយបង$10អូន$10មកលេងសៀមរាបចានេះក៏ចាប់ផ្ដើមធ្វើដំណើរចំណែកឯប្តីខ្ញុំនេះគាត់ដូចហាត់ប្រាណដែរដើរហ្នឹងទៅតាមកូនបញ្ញាប់កូនរត់ទៅមុនអញ្ចឹងហើយក៏រត់ទៅតាមកូនដែរនេះជួបបងប្រុសកាយដែលគាត់ចំណាំបកប្រែល្បីដែរនៅក្នុង TikTok អីហ្នឹងអាសាបានឃើញគាត់ក្នុង Facebook អីដែរអញ្ចឹងទៅគាត់ក៏រៀបរាប់ប្រាប់យើងពីដំណើរដើមតរបស់ភ្នំបាខែងអីចឹងទៅនេះកូនតូចហ្នឹងគេឲ្យឡើងទេអញ្ចឹងហើយនេះទេសភាពណាបងប្អូនកុំប្រកាន់អីថតមិនជាអ្នកជំនាញខាងថតទេតែគ្រាន់តែថាផ្ដិតយករូបភាពតិចចែកជូនបងប្អូនទាំងអស់គ្នាទស្សនាអីចឹងទៅនេះគឺមានបងប្អូនច្រើនមែនតើហើយពេលដែលយើងឡើងលើភ្នំបាខែងហ្នឹងណាយើងអាចមើលឃើញកំពូលប្រាសាទអង្គរវត្តរបស់យើងពីចម្ងាយបានផងដែរស្រស់ស្អាតឡើងទៅដល់កំពស់ចុងឈើតែម្ដងល្មមអីពេលឡើងអីហ្នឹងគឺយើងត្រូវប្រុងប្រយ័ត្នដែរហើយនេះកំពូលប្រាសាទនីមួយស្អាតចម្លាក់ក្បូរក្បាច់អីគឺនៅបានច្រើនដោយសុំសរសើរដូនតាបុព្វបុរសយើងមែនតែនគាត់ប្រកែមែនតែនតែម្ដងមើលស្អាតនៅហើយ
ខ្លះក៏មានបាក់បែកអីថ្មអីតិចតួចដែរធ្វើមិនទេយូរឆ្នាំហើយចឹងហើយពេលដែលមើលហើយក៏ឡើងទៅបានទៅដុតធូបដុតអីផ្សងសុំសេចក្តីសុខសប្បាយសុខភាពល្អអីចឹងហើយក៏ចុះត្រឡប់មកវិញហើយនៅលើកំពូលភ្នំនឹងផងដែរក៏មានបងជនជាតិបរទេសមានចម្រុះពូជសាសន៍នៅលើទីនោះផងដែរខ្មែរយើងក៏មានច្រើនហើយគាត់បានឡើងទៅអ្នកខ្លះទៅក៏បានអង្គុយមើលដល់ថ្ងៃលិចថ្ងៃអីចឹងទៅចំណែកខ្ញុំក៏បានចុះមកវិញព្រោះអីកូននៅខាងក្រោមនោះនៅខាងក្រោមផ្ញើបងថ្លៃមើលឲ្យចឹងណាតែគ្មានទេកូនខ្ញុំរត់ពេញនឹងឯងហើយសុវត្ថិភាពទៀតมันមានអីដូចថាធ្វើឲ្យយើងអាក់អន់មិនសប្បាយចិត្តអីចឹងណាគឺសប្បាយចិត្តតែម្ដងទៅនឹងស្រស់ស្រាយហើយពេលទៅដល់នឹងឃើញបងប្អូនយើងរស់រាយរាក់ទាក់ឃើញគ្នាញញឹមញញែមដាក់គ្នាអីចឹងទៅហើយនេះក៏ចាប់ផ្ដើមចុះមកវិញហើយចុះមកដល់ដីហើយចឹងហើយក៏នេះប្តីរបស់នាងខ្ញុំក៏បានឡើងដែរដោយសារតែបងក្រុមអភិរក្សនៅនោះគាត់ធ្វើប្រកាន់ដៃធ្វើអីស្រួលក្នុងការធ្វើដំណើរឡើងភ្នំហើយនេះក៏ឡើងលើឡានបន្តទៅរកអីហូបលក្ខណៈជាមកវិញចូលទស្សនៈហើយយើងផ្លាស់កៅអៅផ្លាស់ស្លៀកបំពាក់ផ្លាស់អីចឹងទៅយើងក៏ធ្វើដំណើរទៅកន្លែងមួយទៀតគឺគេហៅថា Pub Street តែ Pub Street ដោយសារតែនាងខ្ញុំទៅខុសថ្ងៃដែរវាអត់ចំសៅរ៍អាទិត្យដល់ពេលអញ្ចឹងអត់សូវមានមនុស្សប្រហែលទេគឺមកសំរុំមកល្មមចំណែកឯនេះគឺភ្លើងញាក់នឹងហើយក្លឹបនឹងឯងបានទៅចូលបន្តិចបន្តួចគេដែរណាហើយនេះនៅក្នុងផ្សារខ្មែរគឺមានលក់វត្ថុអនុស្សាវរីយ៍ផ្សាររាត្រីអីយ៉ាងទៅហើយក៏ចូលថ្ងៃទី2ថ្ងៃទី2ក៏ធ្វើដំណើរទៅកាន់អង្គរវត្តរបស់យើងចេញពីប្រាសាទមួយចូលប្រាសាទមួយឥឡូវនេះគឺកំពុងតែធ្វើដំណើរទៅរកកង់3ចុះលើឡានហើយឥឡូវជិះកង់3ហើយជិះកង់3ដើម្បីធ្វើដំណើរបន្តទៅមកប្រាសាទដើម្បីឡើងភ្នំឡើងប្រាសាទរបស់យើងនឹងឯងនេះពីអ្នកប៉ាកូនគេដឹកដៃគ្នាខាប់ផលផងមើលលក្ខណៈគ្រួសារយ៉ាងឯងគឺនាំកូនទៅមើលតំបន់ប្រវត្តិសាស្ត្រយើងឲ្យដឹងថាប្រទេសខ្មែរយើងគឺបុព្វបុរសរបស់យើងគាត់ពិតជាខ្លាំងពូកែដែលគាត់បានធ្វើប្រាសាទទុកឲ្យកូនចៅសម្រាប់បន្សល់ទុកជាស្នាដៃឲ្យកូនចៅយើងមើលអញ្ចឹងណាហើយនេះគឺស្ពានយើងដើរទៅហ្នឹងខ្ញុំដើរស្ពានខាងនេះខាងនោះគឺស្ពានថ្មនៅខាងនោះតែខ្ញុំអត់បានដើរទេដោយសារតែកូនគាត់ចង់ដើរស្ពាននេះឯងហើយដល់ពេលដើរមកដល់មុខប្រាសាទហើយផ្លូវចូលហើយក៏លក្ខណៈស្វីតអីបន្តិចបន្តួចចឹងណាដឹកដៃគ្នាបងអូនទៅមើលកំពូលប្រាសាទអីចឹងទៅហើយក៏សម្ដែងលេងដើម្បីទុកជាអនុស្សាវរីយ៍គ្រួសារយើងចឹងណាហើយនេះក៏បានដើរទៅគ្នាច្រើនដែរលើឡានតែដល់ពេលទៅដល់ជួបគ្នាបែកគ្នាអស់គ្រួសារនេះទៅខាងនោះគ្រួសារនោះទៅខាងនេះដើម្បីគាត់ទៅផ្ដិតយករូបភាពស្អាតពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងអ្នកខ្លះក៏ដើរយឺតអ្នកខ្លះក៏ដើរលឿនអីចឹងទៅនៅប្អូនប្រុសរបស់ខ្ញុំនោះក៏ធ្វើ style ធ្វើអីចឹងទៅហើយដល់ពេលមកដល់កន្លែងនេះបបួលប្តីនឹងផឹងថាថតលក្ខណៈថាឲ្យដូចគេនៅក្នុងវីដេអូនៅក្នុង TikTok អីចឹងឲ្យទាន់សម័យតែប្តីថាលើកប្រពន្ធអត់រួចសោះហើយប្រពន្ធមានប៉ុន្មានប្រពន្ធ44គីឡូសោះហ្នឹងមើលគាត់ថាអុយអៀនគេអត់ហ៊ានលើកទេបានធ្វើបវលប៉ុណ្នេះឯងហើយចឹងទៅក៏ទៅមកបន្តទៀតឥឡូវយើងដើរកាត់តិគៀកទៅហើយប្តីខ្ញុំនេះក៏គាត់សប្បាយចិត្តគាត់ដែរគាត់បានមកដល់កន្លែងអង្គរវត្តរបស់យើងហ្នឹងឥឡូវនេះដើរមកទៀតហើយបន្តដំណើរទៅដល់នេះឥឡូវយើងចាប់ដើមចូលដល់ក្នុងប្រាសាទហើយពីមួយកន្លែងទៅមួយកន្លែងក៏មានការគោរពបូជាបដិមាករអីមួយចឹងទៅក៏បានដុតធូបដុតអីសុំសេចក្តីសុខសេចក្តីសប្បាយរីករាយសុភមង្គលអីចឹងទៅសុខភាពល្អចឹងទៅហើយនេះចេញពីកន្លែងមួយចូលកន្លែងមួយប្រាសាទមួយចេញពីប្រាសាទមួយទៅប្រាសាទមួយទៀតហើយកូនខ្ញុំនេះក៏បានដើរមើលវត្ថុបុរាណនៅនឹងមើលក្បាច់មើលអីបន្តិចបន្តួចដែរគេឆ្ងល់នេះជើងអីក៏ធំម្លេះគេអត់ដឹងហើយក៏បានប្រាប់ទៅហើយគេសួរនេះអីទៀតចឹងក៏ដើរប្រាប់ហើយគេក៏ដើរមើលអញ្ចឹងចាបងប្អូនដែលមានកូនតូចអីគួរតែនាំកូនមកមើលទៅ
ឲ្យកូនបានស្គាល់អង្គរវត្តរបស់យើងប្រទេសខ្មែរយើងថាវាអស្ចារ្យឆារយៈប៉ុណ្ណាដែរនេះបន្ទាប់ពីឡើងដល់កំពូលភ្នំហើយក៏នាំគ្នាចុះមកវិញនេះចដើពេលចុះមកវិញរៀងចោតដែរណាហើយខ្ពស់មែនតើបងប្អូនខ្ពស់ពេលឡើងទៅដល់លើហ្នឹងខ្យល់ច្រើនខ្យល់បក់មកតិចមកហ្មងមានអារម្មណ៍ថាស្រស់ស្រាយដូចថាយើងផ្លែកភ្នែកខ្លាំងមែនតើផ្លែកភ្នែក 100% ហ្មងណាមកអញ្ចឹងទៅឃើញប្រាង្គប្រាសាទខ្មែរយើងហើយនោះបងប្អូនដែលគាត់ចាំឡើងមានបរទេសមានខ្មែរឥឡូវនេះក៏ត្រឡប់មកដល់កន្លែងឡានវិញហើយក៏បានទិញរបស់របរបងប្អូនយើងនេះហូបបាយផងហើយហូបនំបញ្ចុកទឹកប្រហុកផងហើយកូនខ្ញុំនេះក៏បានឃើញសិននូខុងលក់ស្ករទាញក៏បានមកសុំចូលជាលក្ខណៈថាទិញណាមកទិញមករួមអីចឹងទៅឃើញល្បីឃើញសិននូខុងអត់ដែលឃើញឥឡូវក៏បានមកដល់ប្រាសាទមួយទៀតហើយមកដល់តាព្រំមកហើយដឹកដៃគ្នាលក្ខណៈសង់ទីម៉ងស្វីតទៅទៀតហើយណាកុំថៃថាវ៉ាន់អីឃើញតែដឹកដៃស្វីតយាយតាធ្វើមិនទេបើមានតែ2នាក់យាយតាប្តីប្រពន្ធ3នាក់កូននឹងឯងបើមិនស្វីតជាមួយគ្នាទៅស្វីតជាមួយអ្នកណាចឹងហើយក៏នេះដើរទៅដល់ទៀតហើយដើរទៅមុខទៀតហើយប្រាសាទនេះគក់ទ្រូងហើយក្នុងគ្នាមកដល់កន្លែងគក់ទ្រូងហើយបងក្រុមការងារនៅក្នុងប្រាសាទហ្នឹងគាត់ក៏ប្រាប់ប្រាសាទនៅក្នុងប្រាសាទបាយ័នហ្នឹងណាគាត់ក៏ប្រាប់ថានេះគក់ទ្រូងដើម្បីជំរុះនៅមន្ទិលទុកកង្វល់ក្តីទុកក្តីកង្វល់រោគីអីហ្នឹងណាឲ្យជ្រុះទៅតាមការបួងសួងបែបបន់របស់យើងគក់ទ្រូងឲ្យវាធូរចិត្តសុំសេចក្តីសុខសេចក្តីចម្រើននេះបងគាត់និយាយប្រាប់ពីរបៀបគក់ហើយនឹងណែនាំពីជំនឿនៃការគក់ទ្រូងនឹងមានន័យថាម៉េចអីចឹងទៅហើយគក់នៅកន្លែងណាឲ្យលឺអីចឹងណាចាំមើលគាត់ធ្វើឲ្យមើលគាត់និយាយកំពុងតែនិយាយប្រាប់ប្តីខ្ញុំរៀបរាប់ប្រាប់ពីប្រវត្តិអីចឹងហើយគាត់ប្រាប់ពីរបៀបគក់ចាហើយគេឲ្យមានគក់7ដងនិងគក់12ដងហើយនោះប្តីខ្ញុំចាប់ដើមគក់ពេលគក់ទៅលឺទូងគាត់គក់នឹងហើយចានេះប្រាសាទនេះឃើញមកដល់ហ៎មកនេះរូបភាពនៅក្នុងសភៅក្របសភៅរបស់យើងកូនយើងដែលទៅរៀនទៅអីហ្នឹងឃើញគេថតដាក់ហ្នឹងឃើញប្រាសាទនឹងឯងនេះដើមឈើជាច្រើនចាក់ដុះនៅលើថ្មប្រាង្គប្រាសាទហ្នឹងហើយដើមឈើហ្នឹងក៏មានអាយុកាលច្រើនដែរហើយឥឡូវយើងក៏បានមកដល់លើឡានដើម្បីទៅមួយកន្លែងទៀតហើយនេះក្មេងៗសប្បាយចិត្តពេលតកងឡានបើកធុងបាសឲ្យរាំអីចឹងណាហើយសប្បាយចិត្តនាំគ្នាឡើងលើឡាននឹងរាំតាមចង្វាក់ភ្លេងមកគេសប្បាយចិត្តគេមើលគេបានមកដើរហើយអត់ហត់ទេណាតូចមែនប៉ុន្តែដើរតាមប៉ាដើរតាមម៉ាក់ឡើងប្រាសាទនេះប្រាសាទនោះមកហើយនេះកូនខ្ញុំដែរនេះអូយឮភ្លេងមិនបានទេចង្វាក់ស្អីខ្លះស្អីក៏មានក្បាច់អីក៏ចេញអស់ដែរមើលកាច់ចកេះផងកាច់អីផងមើលចាធ្វើមិនទេបើចូលចិត្តភាពស្រស់ស្រាយសប្បាយរីករាយហើយក៏ឃើញកូនសប្បាយចិត្តក៏សប្បាយចិត្តតាមដែរទៅហើយមើលគេចាក់ក្បាច់គេមើលកងឡានគេចាក់ក្បាច់ឲ្យបងហើយអង្គុយចិត្តទៅកងឡាននោះពូសុំបាត់នេះសុំបាត់នោះកងឡានតម្រូវចិត្តទៀតចាក់ឲ្យរួមមិនក្រែងចិត្តទេមិនថាកូនក្មេងឬមនុស្សចាស់ទេក៏សុំសរសើរគាត់ដែរគាត់ជូនយើងទៅលេងគ្រប់កន្លែងហ្នឹងចានេះឡើងមកដល់ជុំគ្នានៅចាំគ្នាហើយពេលដែលគាត់ជូនយើងហ្នឹងគឺជូនលក្ខណៈយឺតមែនតែនទៅដល់កន្លែងណាមើលឆ្អែតឆ្អន់អស់ចិត្តអស់ចង់ហើយបានទៅទៀតនេះគេហៅថាប្រាសាទប្រាសាទកែវមកដល់ប្រាសាទកែវហើយនេះបងស្រីបងប្រុសខាងប្តីខ្ញុំហ្នឹងហើយគាត់ចុះមកហើយគាត់ឡើងទៅដល់លើហ្នឹងហើយគាត់ចុះមកវិញខ្ញុំនិងប្តីខ្ញុំអីក៏ឡើងដែរប៉ុន្តែចុះមកមុនហើយក៏បានថតវីដេអូឲ្យគាត់អនុស្សាវរីយ៍ទុកមើលសបាយទាំងអស់គ្នានេះមកដល់ប្រាសាទមួយទៀតហើយមកហើយគឺស្រស់ស្រាយមែនតែនអូយប្រាសាទច្រើនណាស់ពេលហ្នឹងថតអត់បានថតអស់គ្រប់ពេលឡៃទៅអស់ជើងដែរ
đào hay nó cái nát cái thắng và sân chỉ miền mệt liền ấy nó cái lên nơi nâng đi bong bong quật giấy này nó prap thà rụt ấy đầm nang ấy chẳng á nè con xong các bạn cho cho một quạt đài thà nó quạt con xong khi sạch xâyแต่quạtจับร้อมกดผลิตทาเซ่กดทาจับ ให้กับบ้านมันโตดำนาตรออันโดงตักแต่เจี๊ยได้ดำไอ้ยืนสมตักโยมเอานี่นั่งนะมาตกลุบมกลุบไอ้จังเตยนี่ก็บัดบอกเกใจบีประสาทมวยแต่ประสาทมวยแต่ดอลพลือฉลองพบได้ยังละใบขนมติ๊กต็อกนั่งไอเจาะฉลองฟรีฉลองพบมาค้างโบราณมาค้างสมัยหนึ่งในดำชื่อจงเป็นหนึ่งคือสระสะอาดเป็นแต่ไหนเลยนี่ดาวมาจังปีนังเมาส์คือtừ đó đào tầm rồi từ bờ sạt bà Puôn sạt bà Puôn thì tại đào tạm lấy nó chụp spa này chụp mưa spa ra nâng ai spaนี่cái chơi tiết á về nia đào từ á nhưng mà chắc bà làm nào bông ổn play chụp mặt cho cao đã được không gật tạp hay chắc bà làm spa bởi vì trong ban tay chơi trong ban tay nâu mó miền na đập về khơi tường chụp với thông khăn cầm đằng ấy đằng vô pe nắng đã khăn cái tạp ở đây xem dù hay đã xanh khờ bị lơi đó đa cắt tới vì đào tàm này cái nhé cái vì đào tàm nó nhưng không thẳng mấy đàn ngò chè mấy đàn xoa nó chè tam các bất viên mà tam từ đào chụp nè nè chụp nứng hay có ai việc tặng nâng từ lấy dương có đào mà đó cái này mà chai bông ôn nè spin ở bà Puônไอ้นี่ประสาทหนึ่งก็มาประสาทบาปูนหนึ่งหาไว้ลางเลยสเปียนหนึ่งสเปียนสร้างสนานนุสาวรีหนึ่งไอ้ให้ข้างคอยนู้คือบังได้cái dừng tay này dây về lại hết mà chả hiềnแล้วนะแต่กับเต้ชีวิตด้วยชีมันใส่เฮิร์ประมาณแต่โจจะเตซิมรีบเฮียลแหละขนาดยังนะเป็นบะหมี่นอกกะกราวอีติดหนึ่งแต่เลงมาลองเตียดจับมือไงนามีในใส่แต่เลงมาลองเตียดซิมรีบนี้จะไปดามท่าเกิดเอาปองไงไปนาเถอเตยแต่ดองให้ปิดแม่นเอาได้มีกำลังท่าเตยเตแต่คือเยอะโกนแต่บันดสกปรกแต่บันดสกปรกเตยก็ไปได้จังปีไหลบันดสกปรกหอยนึงก็เตยมือเตยดาเลงเตยนึกเคยน่ะมึงบันดสกปรกโกนหอยหอยก็จูนโกนแต่มือประสาทแต่บ่เยอะมองแต่แต่มือดอลซิมรีบได้ไอ้ก็มอยขาดจึงอะไรนี่ได้โจมาดอลประสาทบาปูนไหนไอ้ดาวเตยนึงไอ้ปีจะหลับมวยเตยจะหลับมวยจังทมอรูจำละไอ้สะอาดให้จะเมื่อไปเตยในลายเตยดอนนาดอนไหนลายจะดาวเตียดนี่lấy cho mà bìnhชอนจวนนะบางคนเราแต่หลังบุญชวนบับปูนหนึ่งอะไรนี่ดาวมาดอตีเลียนโจลมไรใหญ่ตีเลียนโจลมไรแต่จะเพียบสะอาดจึงเกยให้ประสาทเนียงดับปีหนูประสาทเงินข่อยโตน้องประสาทเนียงดับปีได้เปนี้โจngày tỷ bảyผักล้างแต่กองล้างก็จูนเตยบางใจบางจอมแบบบอลสมสิกได้สกสิกได้จำรายนึงสมหอยหอยก็มอhiệp lang ở bên hiệp lang lan thế cứ lang lơ lan này lang lơ lan nó bây giờ từ bờ sát băng mì lia té xẹp tay chuột ông Scotty nhí mà con nó cái này chặt các bạn chỉ buổi ông Scotty nhưng mà trái tê tê sờ bài thằng con cái này tê tê khơi nè ôn lang lan này thì con lan hay đừng trong thằng cái này là khủ nắng có tha tao dơ lang lan tao nhập tới mặt lái tiền miền na còn ông Scotty mà đó có chặt thông bao vấp choไปเลยลานเปรียดน้องคนนี้มาจักบัดจมูกกวาดแต่มาดองนี่คือสบายน้องคนนี้จักบัดเป็นหนึ่งไอ้ขมิ้นเนี่ยนาเกิดไอเตจักบัดคำแต่ลือthôngบ้านในกระไรนะโจรอมกระไรหนึ่งปลาเกยปลาไอ้มองไอ้จมูกนี่คนปลอกยมจักบัดจมูกหนึ่งตาสกอตีnháจมูกก่อนจักบัดรอมือเป็นแตนยมหลังว่ามือกอดมองหลังนึกเคยท่าอ้อนมันบานกอดใจได้ขนาดนั้นให้กอดแผลติดอ่ะมาโอนทลบเคยแต่ในขนมตูหรือทราบอะไรดิมาเคยเป็นตัวอะไรตานี่จะมาโอนนนี่โอนนขโมยได้
ចាក់ក្បាច់មួយស្កតពូស្កទាញនឹងមួយមើលអស់ហ្មានមានអីគាត់ធ្វើអញ្ចឹងប្លែកតែតានៅពូតកងឡានចុះមកវិញដែរឃើញសុបាយពេកហ៎ឃើញភ្ញៀវគាត់សុបាយពេកគាត់ចុះមកមើលដែរហើយនេះកូនប្រុសខ្ញុំគាត់ពងតែចាក់ក្បាច់មួយស្កទាញហើយនឹកស្មានតែគាត់អាចធ្វើបានណានេះគាត់ហុចលុយទៅហុចលុយមកពេលហ្នឹងគឺសុបាយហូរទាំងអស់គ្នាតែម្ដងដំណើរកំសាន្តមួយនេះហើយចេញពីហ្នឹងមកយើងទៅពិភពបាត់សមុទ្រនេះគឺមានត្រីធំមែនតើបងប្អូនត្រីច្រើនប្រភេទណាហើយខ្ញុំមិននឹកស្មានដល់ដែរហ្នឹងថាមានត្រីច្រើនបែបច្រើនម៉ូដហើយធំមិនដឹងគេចិញ្ចឹមដូចម៉េចទេធំល្អពេកហើយនៅក្នុងហ្នឹងមានត្រីច្រើនណាស់ត្រីសមុទ្រតែនេះត្រីមើលទៅឃើញដល់ឆ្អឹងហ្មងឆ្អឹងវាហើយនឹងត្រីហ្នឹងគឺមើលឃើញហ្មងណាហើយនេះគេហៅអីត្រីនៀកអញ្ចឹងខ្ញុំអត់សូវច្បាស់ដែរត្រីហ្នឹងព្រោះអត់ដែរចិញ្ចឹមហើយនេះកូនត្រីនេះរបៀបដូចកប៉ែតហើយមានពុជ្រុយឡើងច្រើនប្លែកភ្នែកមែនតើហើយកូនខ្ញុំឆ្ងល់ត្រីធំល្អម្លេះបងប្អូនស្គាល់ត្រីអីខ្លះជួយប្រាប់ខ្ញុំផងហើយបងប្អូនអ្នកដែលទៅសៀមរាបដែលបានចូលអត់នៅនេះទេសភាពប្លែកម្យ៉ាងដែរត្រីច្រើនមែនតើត្រីហ្នឹងហើយបងប្អូនបានទៅប៉ុន្មានដងហើយអ្នកណាបានទៅប៉ុន្មានដងខមមិនប្រាប់ផងខ្ញុំលើកទី1ក្នុងឆាកជីវិតឯនេះចាំមើលបើមានឱកាសអីបានទៅលេងទៀតហើយទៅបានលើកទី1តែប្លែកសាហាវពូខ្លាបងប្អូនខ្លាមែនតើណាខ្លាមែនតើហើយចំណែកនេះសេះសមុទ្រនេះសេះសមុទ្រហែលនេះកាលពីនៅតូចសេះសមុទ្រហ្នឹងដូចជ័រអញ្ចឹងខ្ញុំធ្លាប់បានឃើញពូខ្ញុំគាត់យកមកផ្ញើហើយសេះសមុទ្រហ្នឹងថ្នាំដែរតាកាលពីនៅតូចធ្លាប់ឃើញធ្លាប់បានកាន់ពូគាត់ធ្លាប់យកមកពីសមុទ្រចានេះមកត្រីធំមកបងប្អូនត្រីធំមែនតើត្រីហ្នឹងអើយចាំមើលទៅដល់មកទៀតមានបបែលមានអីអានេះត្រីទៅមិនតូចហ្មងទេត្រីហ្នឹងក៏ធំដែរណាត្រីហ្នឹងធំប៉ុណ្ណាណីធំជាងបាតដៃទៀត2បាតដៃហ្នឹងហើយបន្ទាប់មកក៏មានការសម្ដែងសូអីចឹងទៅអានេះបងគាត់ធ្វើការនៅក្នុងពិភពបាត់សមុទ្រហ្នឹងក៏កំពុងតែជួយសម្អាតកញ្ចក់ដើម្បីកុំឲ្យកញ្ចក់ស្អាតដើម្បីងាយស្រួលឲ្យយើងទាំងអស់គ្នាចូលទៅមើលហ្នឹងមើលឃើញច្បាស់ល្អពេលអញ្ចឹងមួយយ៉ាងដែរតាបងប្អូនហ្នឹងពេលដែលយើងឧទាហរណ៍ថាយើងមិនសូវស្រួលខ្លួនឬក៏យើងរៀងសេតអីអញ្ចឹងទៅដល់ហ្នឹងបាត់សេតអស់លេងហ្មងហើយប្លែកភ្នែកហើយត្រីនៅនឹងច្រើនម៉ូដច្រើនម៉ាកគាត់អាចរបៀបថាគាត់មានគំនិតច្នៃប្រឌិតខ្ពស់ដែលនៅឃើញធ្វើអាហ្នឹងណាហើយដីទីធ្លាគេធំមែនតែនច្រើនមែនតែនច្រើនហ្នឹងហើយនេះត្រីនេះនៅលើក្បាលយើងក៏មានដែរយើងដើរទៅវាហែលនៅពេញលើក្បាលយើងហ្មងនេះឥឡូវបងប្អូនមើលទាំងអស់គ្នាបន្តិចទៅមើលគឺធម្មជាតិដូចយើងចុះទៅក្នុងបាតសមុទ្រឃើញត្រីអញ្ចឹងណាយើងចុះទៅក្នុងបាតសមុទ្រឃើញត្រីឃើញអីអញ្ចឹងទាំងដែលយើងអត់បានចុះទៅទេយើងនៅក្រៅទេតែល្អមែនតើណាបើសិនជាមានឱកាសអីបងប្អូនអាចទៅលេងម្ដងទៅគឺល្អហើយនេះត្រីបបែលដែលយើងធ្លាប់ញ៉ាំតែងៀតបបែលណាពេលឥឡូវមកឃើញវាហែលពេញនឹងនេះមកអង្គុយមើលគេសម្ដែងសូបងប្អូនច្រើនណាមានទាំងខ្មែរមានទាំងបរទេសគាត់ចូលមកទស្សនាទាំងអស់គ្នាហើយនៅនោះតម្លៃវាគួរសមដែរតែគួរសមវាសមនឹងតម្លៃដែរគេយកតម្លៃសមជាមួយនឹងតម្លៃដែលដូចថាយើងចូលទៅយើងអស់លុយមែនតែយើងអាចទទួលយកបានថងថាវាប្លែកភ្នែកវាអីចឹងវាអត់មានថាអស់លុយហើយចូលទៅតែទេអត់មានអីចឹងណាអានេះក្រុមសូរបស់ក្រុមការងារខាង
ពិភពបាត់សមុទ្រហ្នឹងគឺមានការសូរជារបៀបត្រីមច្ឆាសូមសរសើរគាត់អាចនៅក្នុងទឹកបានយូរមែនតើព្រោះសម្រាប់ខ្ញុំវិញអត់ទេអត់ចេះហែលទឹកទេហើយបើយើងធម្មតាទូទៅយើងហែលទឹកសម្បីតែយើងអត់ស្លៀកអញ្ចឹងយើងស្លៀកតែខោយើងអីធម្មតាក៏យើងថាពិបាកដែរមែនអត់ហើយចុះតម្រាំតែគាត់ជើងគាត់ចងជាមួយនឹងកតុយដូចត្រីចេះទៀតតែអញ្ចឹងហើយបន្តថាសុំសរសើរគាត់មែនតើនេះគាត់កាន់ទង់ជាតិកម្ពុជារបស់យើងហើយគាត់សម្ដែងសូហើយនៅក្នុងហ្នឹងមានជនជាតិបរទេសច្រើនណាស់ណាបងប្អូនជនជាតិបរទេសភ្ញៀវទេសចរមកចូលមើលច្រើនមែនតើអញ្ចឹងហើយយើងជាកូនខ្មែរទាំងអស់គ្នាយើងគួរតែដូចថាយើងគួរតែឆ្លៀតពេលឬក៏ឆ្លៀតឱកាសអីលើកទឹកចិត្តឲ្យបងប្អូនទៅមើលបានម្នាក់ម្ដងទៅលេងម្ដងទៅខេត្តសៀមរាបយើងហ្នឹងគ្រប់យ៉ាងថ្មីទាំងអស់ឥឡូវនេះមកដល់ហាងបាយហើយខ្ញុំនៅដើររេរលេចកើចាំគ្នាចូលបន្ទប់ទឹកចូលអីចឹងណាអាហ្នឹងយើងមកដល់ស្រុកនេះហើយមកដល់ប្រាសាទចិត្តដល់ប្រាសាទបឹងមាលាហ្នឹងហើយស្រុកស្វាយលើនេះមកដល់អញ្ចឹងខ្ញុំថាដឹងខុសដឹងត្រូវដែរបងប្អូនជួយប្រាប់ផងហើយនេះមកនៅឈើ end on ហ្នឹងនៅមុខកាមេរ៉ាហ្នឹងធ្វើលក្ខណៈស្អាតស្អាតបន្តិចតួចអីចឹងទៅវាសក់វាអីលេងអញ្ចឹងណាចាំគ្នាចូលបន្ទប់ទឹកចូលអីហើយអានចូលញ៉ាំបាយចូលអីចឹងទៅតែក៏មានរឿងអស់សំណោចមួយដែរបងប្អូនដោយសារតែខ្ញុំទៅច្រើនពេកដល់ពេលទៅច្រើនពេក2ឡាន3ឡាននោះគេកាច់រៀងស្អាតស្អាតណាគេគិតថាគេស្អាតស្អាតអីចឹងណាហើយទៅ2 3ឡានដល់ពេលអញ្ចឹងទៅគ្នាចុះហ្នឹងជិត100នាក់ជាងដល់ពេលអញ្ចឹងធ្វើឲ្យមានការបម្រើសេវាកម្មហ្នឹងរៀងយឺតយ៉ាវបន្តិចដែរនេះសឡក់ត្រីឆ្អើរនេះសឡកកូហើយនឹងឆាគ្រឿងសមុទ្របន្លែគ្រប់មុខហើយនេះក៏បញ្ចប់ការញ៉ាំអីចឹងក៏ត្រឡប់មកដល់ប្រាសាទបឹងមាលាវិញហើយនេះចូលមកដើរមកមាត់ច្រកម៉ែគាត់កាន់ឆាត់ទទូដើរមកលក្ខណៈស្អាតចឹងណាហើយខ្ញុំនេះក៏បានច្រៀងបង្ហើបទចម្រៀងមួយបទអីចឹងដែរហើយនេះបានមកដល់ហើយប្រាសាទហ្នឹងមែនតែនទៅគឺពណ៌បៃតងល្អបងប្អូនខៀវអញនិយាយបានថាចេះរូបភាពដែលគេល្បីផេកម្ចាស់ផេកនីមួយគាត់ផុសគឺអត់ខុសគ្នាពីគេផុសទេបងប្អូនស្អាតតែគ្រាន់តែថាលក្ខណៈថាប្រាសាទរៀងទ្រុមហើយរៀងបាក់បែកច្រើនដែរបាក់បែកច្រើននេះថ្មអីធ្លាក់មកច្រើនដែរតែក៏នៅតែមានការអភិរក្សតាមតំបន់តាមស្រុកដែរគាត់អភិរក្សពីមួយឆ្នាំទៅមួយឆ្នាំគាត់នេះស្ពានបងប្អូននេះស្ពាននៅកន្លែងហ្នឹងស្អាតមែនតើនិយាយរួមទៅខ្ញុំរ៉េតឲ្យ9 លើ 10សឹងថាឲ្យ10 លើ 10ប្រាសាទហ្នឹងគឺទេសភាពនិយាយពីថាតាជាក់ភ្នែកបើសិនជាដូចថាយើងនៅស្រុកឬក៏តំបន់ឬក៏ភូមិនៅចិត្តហ្នឹងអីយើងអាចចូលទៅអង្គុយលេងអានសភៅឬនិទានឬក៏យើងមើលមេរៀនអីឆាប់ចាំហ្មងហើយដើរមកដល់ចុងប្រាសាទក៏ជួបដើមលកាហើយប្រាប់កូននេះថានេះដើមលកាណាកូនបន្លាវាច្រើនមែនតែនហើយក៏មកធ្វើ end on លើមេឈើវហ្នឹងណាធ្វើជាយល់តងយល់អីធ្វើលក្ខណៈស្អាតចឹងទៅហើយពេលដើរហត់ប្តីខ្ញុំនេះយួរកបោផងអីផងកាន់ឆាត់ផងស្ពីនេះផងឥឡូវកូនប្រុសនេះគេធ្វើលក្ខណៈអស់ដៃអស់ជើងហើយឲ្យប៉ាប៉ាជួយអៀវកូនបន្តិចមកអីចឹងណាហើយគេ end on ឲ្យប៉ាគេថ្នមអីចឹងទៅនេះមើលតាមថ្មនីមួយហ្នឹងណាគូខៀវមែនតើបងប្អូនខៀវស្រងាត់ពេញចិត្តពេញភ្នែកតែម្ដងបងប្អូនកុំឲ្យខ្ញុំចេះថាណាបើនេះអីបងប្អូនទៅខែហ្នឹងវាតិចហើយវាមានអលឹមតិចមកមានអារម្មណ៍ថាថ្មវាតិចដើមឈើវាតិចវាអត់ក្តៅដូចខែប្រាំងទេខ្ញុំរីខមមិនឲ្យបងប្អូនទៅខែហ្នឹងណាទៅខែភាសារដូវភាសានេះហើយក៏បានជួបជាមួយនឹងបើសិនថាទៅគាត់ជាសិស្សច្បងតែគាត់មកពីកំពង់ចាមជំនាន់យើងរៀនគ្រូកសលគ្រូមតីអស់គ្នាអញ្ចឹងណាគាត់សិស្សច្បងបានជួបគាត់គាត់ថាធ្លាប់ឃើញតែខ្ញុំបង្ហោះនៅក្នុង Facebook ថាខ្ញុំមកដល់ត្នេះហើយហើយគាត់ក៏មកដល់ដែរគាត់ថាប្រហែលជា
màu lại đôi kia tay chạy đàn ấy mini size của bạn chụp kia từ này đã en on này mưa smile mưa ấy nên lửa nâng sát mình tên á bông phôn có bao nhiêu trẻ tha tơ mưa ban mà đo hay tơ khai và xa chẳng áแต่จะเพียบคิวใจละอมันเต้นให้เนี่ยเพลย์ดาวเต้นอะไรนี้นั่นคือเติมโนบเปะบรอบเยอะนะให้ยมกับบ้านตือถูกกับใหญ่ได้ให้ดำนายกับซานระยะเปลปียบใบทั้งไงกับบ้านมันจับออกก่อน